ស្ត្រីម្នាក់បានទិញស៊ុតខ្លាំងៗមួយប្រអប់នៅផ្សារទំនើបមួយពេលខ្ញុំព្យាយាមបោះវាចោលខ្ញុំបានរកឃើញថាវាភ្លឺចាញ់ចាំងដោយពណ៌មាសនៅខាងក្នុងនាងបានបាត់វាដោយចង់ដឹងចង់ឃើញហើយមើលទៅទូរបស់ខ្ញុំនៅខាងក្នុងមានដុំមាសមួយស្ត្រីនោះមិនបានយកវាទៅទុកក្នុងចិត្តទេព្រោះនាងមានអារម្មណ៍ថារឿងនេះត្រូវតែខ្លាំងៗបន្ទាប់មកគាត់ដាក់ដុំមាសនោះនៅក្នុងទូទឹកកកបន្ទាប់មកគាត់បានងាកមកហើយដើរទៅបន្ទប់ទទួលភ្ញៀវនៅពេលនោះរបាយការណ៍ព័ត៌មានមួយកំពុងចាក់ផ្សាយនៅលើទូរទស្សន៍ស្ត្រីចំណាស់ម្នាក់មានការតូចចិត្តព្រោះគាត់បានទិញស៊ុតខូចមួយប្រអប់បន្ទាប់មកសំណាងល្អបានមកដល់ម្ដងមួយមិនត្រឹមតែគាត់ឈ្នះរង្វាន់5លានយ៉នប៉ុណ្ណោះទេខ្ញុំក៏បានឈ្នះបានធ្វើដំណើរសម្រាប់ដំណើរកម្សាន្តជុំវិញពិភពលោកផងដែរឥឡូវនេះវាបានក្លាយជាការរស់ឡើងវិញដ៏សំខាន់បំផុតស្ត្រីនោះមានអារម្មណ៍រីករាយយ៉ាងខ្លាំងបន្ទាប់ពីបានរឿងនេះខ្ញុំគិតថាខ្ញុំក៏អាចជួបប្រទះរឿងល្អបែបនេះដែរដូច្នេះគាត់បានបើកសៀវភៅកត់ត្រាដែលគាត់តែងតែទិញសម្បត្តិឆ្នោតចាប់ផ្ដើមជ្រើសរើសលេខចម្លែកជាងនេះទៅទៀតលេខជាច្រើនបានលេចមកក្នុងត្រចៀកខ្ញុំភ្លាមគាត់បានទិញសម្បត្តិឆ្នោតដោយផ្អែកលើលេខទាំងនេះខ្ញុំមិនដែលរំពឹងថានឹងឈ្នះរង្វាន់ធំនោះទេឥឡូវនេះគាត់ជឿជាក់ទាំងស្រុងសំណាងល្អទាំងអស់បានមកពីស៊ុតមាសនេះពួកគេថែមទាំងបានគោរពបូជាគាត់ដូចជាព្រះមួយអង្គទៀតផងនៅថ្ងៃបន្ទាប់ខណៈពេលដែលស្ត្រីនោះកំពុងសម្អាតទូនោះត្រូវបានគេរកឃើញថាពោពេញទៅដោយសាច់ប្រាក់កំពុងមើលក្រដាសប្រាក់ស្ករកៅស៊ូបន្ថែមនៅក្នុងដៃរបស់ខ្ញុំនៅពេលនេះភ្នែករបស់គាត់ពោពេញដោយភាពលោភលន់ប៉ុន្តែពេលនោះតែម្ដងស្រាប់តែបានរាយការណ៍តាមទូរទស្សន៍ស្ត្រីចំណាស់ម្នាក់ដែលបានឈ្នះឆ្នោតកាលពីប៉ុន្មានថ្ងៃមុនបានស្លាប់យ៉ាងអាថ៌កំបាំងស្ត្រីរូបនោះភ័យស្លន់ស្លោភ្លាមពេលឬដំណឹងនោះខ្ញុំជឿថាអ្នកផ្សេងទៀតបានជួបប្រទះនឹងសំណាងអាក្រក់ដោយសារតែពួកគេត្រូវបានលាតត្រដាងប៉ុន្តែឥឡូវនេះខ្ញុំជាអ្នកមានច្រើនណាស់ខ្ញុំពិតជាស្ថិតក្នុងគ្រោះថ្នាក់មែនដូច្នេះគាត់ក៏ប្រញាប់ទៅទូទឹកកកដើម្បីពិនិត្យមើលដោយឃើញថាស៊ុតមាសនៅដដែលពួកគេក៏ដកដង្ហើមធំដោយធូរស្រាលចិត្តបិទទ្វារហើយស្រាប់តែប្តីលេចមុខមកក្រោយគាត់ស្ត្រីនោះមានការភ័យខ្លាចយ៉ាងខ្លាំងនាងបានសួរប្តីថាត្រូវធ្វើអ្វីប៉ុន្តែភីគីម្ខាងទៀតនៅស្ងៀមភ្លាមនោះកណ្ដឹងទ្វារក៏រោទឡើងប៉ូលីសសង្ហាម្នាក់ឈរនៅខាងក្រៅទ្វារកំពុងមើលប្តីរបស់នាងនិងប៉ូលីសកំពុងនិយាយគ្នាដោយសំឡេងស្ងាត់ការសង្ស័យរបស់ស្ត្រីកាន់តែជ្រៅទៅភ្លាមនោះការហៅទូរស័ព្ទមួយបានចូលមកពីលេខដែលមិនស្គាល់ដោយមិននឹកស្មានដល់ការហៅទូរស័ព្ទទើបតែបញ្ចប់មាន់ពណ៌ស្មួយក្បាលស្រាប់តែលេចឡើងនៅក្នុងផ្ទះរបស់ខ្ញុំស្ត្រីនោះជឿជាក់ថាមាន់សនោះបានមកលួចដុំមាសរបស់នាងដោយមិននិយាយអ្វីសោះគាត់បានបោះនាងចេញពីអគារចាប់ពីពេលនោះមកស្ត្រីរូបនេះតែងតែអបដៃគ្នាដោយកាន់ដុំមាសមួយដុំឈុតនេះត្រូវបានឃើញដោយកូនស្រីនាងក៏សង្ស័យផងដែរថាកូនស្រីរបស់នាងកំពុងសម្លឹងមើលកូនដ៏គួរឲ្យស្រឡាញ់របស់នាងបន្ទាប់ពីធ្វើជាកូនស្រីរួចនាងបានរុករកតាមទូទឹកកកស្ត្រីនោះស្រាប់តែលេចចេញពីក្រោយគាត់នាងត្រូវបានគេសួរថាតើនាងកំពុងស្វែងរកចេញជាដែរឬទេកូនស្រីមើលទៅហាក់ដូចជាងឿងឆ្ងល់ខ្ញុំពិតជាមិនដឹងថានាងកំពុងនិយាយអ្វីទេការឆ្លោះប្រកែកគ្នារវាងអ្នកទាំងពីរបានធ្វើឲ្យប្តីភ្ញាក់ប្តីរបស់គាត់បានសួរគាត់ថាហេតុអ្វីបានជាគាត់មិនដេកនៅពាក់កណ្ដាលអធ្រាត្រតើអ្នកកំពុងធ្វើអ្វីកំពុងតែកាន់អ្វីមួយមែនទេទោះជាយ៉ាងណាក៏ដោយស្ត្រីនោះមានអារម្មណ៍ថាឪពុកនិងកូនស្រីកំពុងសម្ដែងពួកគេប្រហែលជាបានដឹងពីអាថ៌កំបាំងនៃស៊ុតមាសជាយូរមកហើយពួកគេកំពុងរៀបចំផែនការប្រឆាំងនឹងខ្លួនឯងប្តីបានទាញគាត់ត្រឡប់ទៅផ្ទះវិញដើម្បីសម្រាកស្ត្រីនោះបានតស៊ូដោយអស់សង្ឃឹមនាងថែមទាំងខំដៃប្តីរបស់នាងទៀតផងស្វាមីមានអារម្មណ៍ថាស្ត្រីនោះមានបញ្ហាផ្លូវចិត្តវាគ្រាន់តែជាស៊ុតធម្មតាមួយតើវាអាចនាំមកនូវសំណាងល្អយ៉ាងដូចម្តេចអ្នកទាំងពីរនៅតែជាប់កង់រហូតដល់ម៉ោង3ទៀបភ្លឺស្ត្រីនោះនៅតែក្តាប់ស៊ុតមាសយ៉ាងណែនដោយមិនព្រមលែងឡើយប្តីគ្មានជំរឿអ្វីក្រៅពីយកពេលថ្ងៃចេញទេមាន់ពណ៌ស្មួយក្បាលត្រូវបានរកឃើញនៅជាន់ក្រោមនាងបានសួរគាត់ថាហេតុអ្វីបានជាគាត់បោះមាន់នោះចុះទៅជាន់ក្រោមកូនស្រីបានរើសមាន់សនោះដោយក្តីឈឺចាប់ហើយនិយាយថានាងចង់ទុកវានៅផ្ទះប៉ុន្តែស្ត្រីនោះជឿជាក់ថាស្វាមីនិងកូនស្រីរបស់គាត់បានធ្វើវាដោយចិត្តណាពួកគេពិតជាចាប់បានម្ដាយរបស់ស៊ុតមាសមែនចុះបើស៊ុតមាសរត់ទៅជាមួយនាងដរាបណាគាត់និយាយចប់នាងប្រញាប់ចូលទៅក្នុងផ្ទះបាយគាត់បានរើសកាំបិតផ្ទះបាយមួយហើយចង់សម្លាប់មាន់ពណ៌ស្នុកនៅក្នុងភាពច្របូកច្របល់នោះនាងបានចាប់ប្តីរបស់នាងដោយចៃដន្យកូនស្រីមានការភ័យខ្លាចយ៉ាងខ្លាំងទើបនាងបានលើកទូរស័ព្ទភ្លាមហៅទូរស័ព្ទទៅប៉ូលីសស្ត្រីនោះបានលាក់ខ្លួនយ៉ាងប្រញាប់ប្រញាល់នៅក្នុងទូខោអាវនៅពេលនេះគាត់បានលួចមើលតាមចន្លោះទ្វារខ្ញុំបានឃើញសត្វចម្លែកមួយក្បាលមានក្បាលដូចមាន់និងរូបកាយដូចមនុស្សគាត់ភ័យខ្លាចខ្លាំងណាស់ទើបប្រញាប់ចេញពីបន្ទប់ភ្លាមប្រយុទ្ធជាមួយសត្វចម្លែកក្បាលមាន់សត្វចម្លែកក្បាលចង្អុលបានធ្លាក់ពីលើជណ្ដើរពួកគេបានទទួលអាហារថ្ងៃត្រង់ប្រអប់ឥតគិតថ្លៃនៅនឹងកន្លែងនៅពេលនេះស្ត្រីនោះបានបាត់បង់ស្មារតីទាំងស្រុងនាងមានអារម្មណ៍ថាមនុស្សគ្រប់គ្នាកំពុងដាក់ក្តីសង្ឃឹមរបស់ពួកគេទៅលើស៊ុតមាសរបស់ពួកគេបន្ទាប់មកគាត់បានរើសកាំបិតផ្ទះបាយហើយដើរយឺតទៅរកកូនស្រីរបស់គាត់នៅពេលវេលាដ៏សំខាន់នេះលោក Fobro បានមកដល់កន្លែងកើតហេតុទាន់ពេលវេលាអំឡុងពេលប្រយុទ្ធគ្នាស៊ុតមាសបានរអិលចេញពីដៃស្ត្រីនោះវាបានធ្លាក់មកដីយ៉ាងខ្លាំងជាមួយនឹងសម្លេងគូសខ្លាំងប៉ុន្តែពេលនោះវាអាចបែកខ្ទេចខ្ទីបានស្ត្រីនោះបានដឹងខ្លួនយឺតមិនដឹងទាំងស្រុងអំពីអ្វីដែលទើបតែកើតឡើងបន្ទាប់មកគាត់បានស្គាល់បុរសនោះឈ្មោះ Fober គាត់ត្រូវបានគេសួរថាតើគាត់បានមកលួចដុំមាសឬអត់ព្រះពុទ្ធបានពន្យល់យ៉ាងប្រញាប់ប្រញាល់ពួកគេបាននិយាយថាវាគ្រាន់តែជាការល្បាតធម្មតាលើកមុនប៉ុណ្ណោះនេះដោយសារតែថ្មីនេះអំពើប្លន់ចូលផ្ទះជាបន្តបន្ទាប់នៅក្នុងសង្កាត់នោះរំលឹកពួកគេឲ្យចាត់វិធានការបង្ការសូម្បីតែដូច្នេះស្ត្រីនៅតែមិនសប្បាយចិត្តសរុបមកមនុស្សគ្រប់គ្នាបានមកដើម្បីស៊ុតមាសរបស់ពួកគេកូនស្រីបានបែកបាក់ទាំងស្រុងខ្ញុំមិនអាចជួយអ្វីបានក្រៅពីនិយាយថាគ្មានស៊ុតមាសតតែសោះវាទាំងអស់គឺជាការស្រមើស្រមៃរបស់គាត់ការឈ្នះឆ្នោតគឺគ្មានអ្វីក្រៅពីសុបិននោះទេស្ត្រីដែលស្បែករបស់នាងត្រូវបានចាក់ទម្លុះបានបើកវាដោយភ័យស្លន់ស្លោផ្ទះថ្លៃនោះពោពេញទៅដោយលុយកាក់ប៉ុន្តែនៅខាងក្នុងមានតែគំនរកាសែតសម្រាមប៉ុណ្ណោះគាត់ឈរនៅទីនោះដោយភ្ញាក់ផ្អើលហើយនឹកឃើញលេខ5157ទោះជាយ៉ាងណាក៏ដោយកូនស្រីបាននិយាយថានោះគ្រាន់តែជាជំងឺប៊ូលីមីនៅលើទូរទស្សន៍ប៉ុណ្ណោះស្ត្រីនោះមានអារម្មណ៍ឈឺក្បាលប្រកាំងបុកនឹងម៉ាស៊ីនបូមធូលីរ៉ូបូតដែលនៅលើឥដ្ឋដោយចៃដន្យស្រាប់តែពេលនោះគាត់ស្រាប់តែនឹកឃើញអ្វីដែលខ្ញុំបោះចោលមិនមែនជាមាន់ចូលតតែសោះផ្ទុយទៅវិញវាគឺជាម៉ាស៊ីនបូមធូលីមនុស្សយន្តនៅផ្ទះលុះដល់ពេលនោះទើបស្ត្រីនោះយល់ច្បាស់សត្វចម្លែកដែលគេហៅថាក្បាលមាន់គាត់គឺជាស្វាមីដែលខ្ញុំស្រឡាញ់យ៉ាងជ្រាលជ្រៅដើម្បីការពារនាងគាត់ត្រូវបានសម្លាប់ដោយដៃរបស់គាត់ផ្ទាល់ប៉ុន្តែទាំងអស់នេះគ្រាន់តែជាការបំភាន់របស់នាងប៉ុណ្ណោះនៅចុងបញ្ចប់នៃរឿងស្ត្រីនោះត្រូវបានប៉ូលីសនាំខ្លួនទៅគ្រួសារដែលមានសមាជិក3នាក់ធ្លាប់មានសុភមង្គលឥឡូវនេះនៅសល់តែកូនស្រីម្នាក់គត់គឺនាងនៅម្នាក់ឯងកូនស្រីបានរើសស៊ុតមាសពីក្នុងដីប៉ុន្តែពួកគេបានរកឃើញនៅខាងក្នុងសំបកស៊ុតដែលខូចមានដុំមាសមួយដុំផងដែរចំពោះថាតើកូនស្រីនឹងរស់ឡើងវិញដោយស៊ុតនេះឬអត់វាបានក្លាយជាអាថ៌កំបាំងដែលមិនទាន់ដោះស្រាយ